ភាសារៀបចំសម្រាប់ធ្នាប់សាធារណៈគឺជាកិច្ចការងារមួយដែលមើលទៅហាក់បីដូចជាងាយស្រួលប៉ុន្តែនៅពេលចុះអនុវត្តជាក់ស្ដែងគឺមានភាពស្មុគស្មាញនិងអាចមានផលប៉ះពាល់ទាំងវិជ្ជមាននិងអវិជ្ជមានជាពិសេសនៅតាមតំបន់ទីប្រជុំជនដែលទាមទារឲ្យថ្នាក់ដឹកនាំមូលដ្ឋាននិងកម្លាំងសណ្ដាប់ធ្នាប់ត្រូវចេះប្រើប្រាស់យុទ្ធសាស្ត្រចិត្តសាស្ត្រប្រកបដោយក្រមសីលធម៌ភាពទន់ភ្លន់និងព្យាយាមអប់រំណែនាំពន្យល់ជាច្រើនលើកច្រើនសារធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករបានយល់ដឹងកាន់តែច្បាស់ក្រោមយន្តការឈ្នះឈ្នះទាំងអស់គ្នាមុននឹងឈានទៅដល់ការអនុវត្តវិធានការតាមផ្លូវច្បាប់បងប្អូនប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញទាំង14ខណ្ឌនិងដោយមានការណែនាំចង្អុលបង្ហាញពីលោកម៉ៅម៉ាណិតអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនាព្រឹកថ្ងៃប្រហ័សទី16ខែកក្កដាឆ្នាំ2026នេះលោកអភិបាលខណ្ឌបានចាត់តាំងលោកផង់វណ្ណាប្រធានផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌសហការជាមួយលោកគួចចំណានប្រធានគណៈកម្មការផ្សារច្បារអំពៅចុះរៀបចំបាញ់ថ្នាំគូសគំនូសបន្ទាត់សញ្ញាដើម្បីកំណត់ការចតយានយន្តនិងសិទ្ធិប្រើប្រាស់ចិញ្ចើមផ្លូវរបស់បងប្អូនប្រជាពលរដ្ឋស្ថិតនៅតាមបណ្ដោយផ្លូវលេខ369សង្កាត់ផ្សារច្បារអំពៅទី2ខណ្ឌច្បារអំពៅរាជធានីភ្នំពេញនៅក្នុងឱកាសនោះផងដែរលោកផង់វណ្ណាក៏បានពិភាក្សាជាមួយលោកគួចចំណានដើម្បីត្រួតពិនិត្យឡើងវិញនៅការរៀបចំចំណតរថយន្តនិងម៉ូតូនៅខាងមុខផ្សារដែលបានកំណត់ដោយគំនូសបន្ទាត់ពណ៌ក្រហមពីមុនមកការពិនិត្យនេះគឺដើម្បីសិក្សាកាត់បន្ថយគម្លាតបន្ថែមទៀតធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទទួលបានផ្លូវធំទូលាយជាងមុននិងដើម្បីឲ្យអតិថិជនងាយស្រួលចតយានយន្តចូលទិញទំនិញបានគ្រប់គ្នាបន្ថែមលើនេះចំពោះបងប្អូនដែលប្រកបមុខរបរតាមទីលំនៅឋានលោកប្រធានផ្នែកសណ្ដាប់ធ្នាប់ក៏បានស្នើសុំឲ្យរៀបចំសម្ភារៈលក់ដូរដោយខ្លួនឯងខិតថយទៅក្រោយតាមគំនូសបន្ទាត់ដែលបានកំណត់ដើម្បីរក្សាចំណីចិញ្ចើមផ្លូវទុកជូនអ្នកថ្មើរជើងបានធ្វើដំណើរផងដែរជាចុងក្រោយរដ្ឋបាលខណ្ឌច្បារអំពៅសង្ឃឹមយ៉ាងមុតមាំថាបងប្អូនអាជីវករជាពិសេសបងប្អូនអ្នករត់តាក់ស៊ីឬម៉កកង់3ទាំងអស់ដែលកន្លងមកនិយមចតអនាធិបតេយ្យនៅតាមបណ្ដោយផ្លូវលេខ369ក្នុងសង្កាត់ច្បារអំពៅទី2ខណ្ឌច្បារអំពៅនិងចូលរួមសហការអនុវត្តគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងក្រុមការងារសណ្ដាប់ធ្នាប់ប្រសិនបើនៅតែបន្តល្មើសអាជ្ញាធរនឹងឈានទៅដល់ការអនុវត្តវិធានការរឹតបន្តឹងតាមគោលការណ៍ច្បាប់យោងតាមមាត្រាទី29ស្ដីពីចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋដោយត្រូវផាកពិន័យជាទឹកប្រាក់ចាប់ពី 10,000 រៀលរហូតដល់ 1 លានរៀលដោយមិនមានការលើកលែងឡើយ